ថ្ងៃនេះគ្រូហេងឡើងមក talk show ទៀតហើយបានទទួលនៅសំណួរពីបងប្អូនម្ចាស់អាជីវកម្ម SME យើងបានសួរគ្រូហេងថាគ្រូហេងបើសិនជាខ្ញុំចង់ឈប់ធ្វើអាជីវកម្មហើយខ្ញុំអត់ជូនដំណឹងទៅអាជ្ញាធរឬក្រសួងដែលពាក់ព័ន្ធតើមានផលវិបាកអ្វីខ្លះគ្រូហេងឆ្លើយថាបើសិនជាយើងឈប់ធ្វើអាជីវកម្មយើងអត់ទៅប្រាប់អាជ្ញាធរឬក៏ក្រសួងយើងខុសច្បាប់មានចែងហើយមានទោសទណ្ឌមានពិន័យមានអីចឹងទៅប៉ុន្តែអ្វីដែលយើងត្រូវគិតនៅក្នុងការជំរាបបញ្ជីនៅក្នុងការខ្សែធនយើងមានច្បាប់បទបញ្ញត្តិគ្រប់គ្រងយើងត្រឹមត្រូវអញ្ចឹងពេលយើងបើកក្រុមហ៊ុនយើងទៅចុះបញ្ជីក្រុមហ៊ុនពេលយើងបិទក៏យើងត្រូវតែជូនដំណឹងទៅគេវិញដែរធម្មតាទេអាហ្នឹងយើងទៅមើលច្បាប់មើលបទបញ្ញត្តិយើងធ្វើតាមអញ្ចឹងតើពេលយើងជំរាបបញ្ជីដោយស្ម័គ្រចិត្តនោះតើយើងត្រូវធ្វើការងារអ្វីខ្លះជំរាបបញ្ជីដោយស្ម័គ្រចិត្តបានន័យថាយើងមិនមែនខ្សែធនទេបានន័យថាយើងឈប់ធ្វើអាជីវកម្មដោយមូលហេតុអ្វីមួយឧទាហរណ៍ថាយើងអតិថិជនមិនសូវជាមានហ្នឹងហើយយើងមានមូលហេតុផ្សេងទៀតដោយសារតែកត្តាជីវភាពឬក៏យើងឈប់ចង់រកទទួលទានអីចឹងទៅអានឹងជាមូលហេតុនៃការប្រកាសជំរាបបញ្ជីស្ម័គ្រចិត្តមុននឹងយើងជំរាបបញ្ជីយើងត្រូវគិតតើយើងទាមទារឲ្យមានឯកសារអ្វីខ្លះមុនយើងជំរាបបញ្ជីបានទី1គឺយើងត្រូវមានរបាយការណ៍ហិរញ្ញវត្ថុជំរាបបញ្ជីទី2យើងត្រូវជូនដំណឹងទៅពន្ធដារដើម្បីឲ្យគេមកពិនិត្យយើងមើលយើងតើយើងមានជាប់បំណុលពន្ធដារឬទេយើងត្រូវធ្វើរបាយការណ៍ជូនទៅអាជ្ញាធរពាក់ព័ន្ធឧទាហរណ៍បើសិនជាយើងធ្វើខាងសិប្បកម្មយើងត្រូវជូនដំណឹងទៅក្រសួងសិប្បកម្មបើសិនជាយើងធ្វើតាមសន្តាគារយើងត្រូវជូនទៅសន្តាគារបើយើងជាធនាគារយើងត្រូវជូនទៅធនាគារជាតិហើយជាដើមចឹងទៅដើម្បីឲ្យអាជ្ញាធរហ្នឹងគេទាមទារនៅឯកសារផ្សេងដែលយើងស្នើសុំបិទហ្នឹងអញ្ចឹងបន្ទាប់មកខាងក្រុមហ៊ុនយើងត្រូវទៅរកក្រុមហ៊ុនជំរាបបញ្ជីជាតំណាងរបស់យើងជំរាបបញ្ជីហ្នឹងគេនឹងទៅពិនិត្យមើលតើយើងពិតជាបានបង់ពន្ធត្រឹមត្រូវឲ្យពន្ធដារហើយឬនៅហើយយើងបានសងបំណុលទៅម្ចាស់បំណុលអស់ហើយឬនៅតើយើងមានបានទូទាត់នៅទ្រព្យសកម្មផ្សេងហ្នឹងទូទាត់វាឲ្យคล้ายជាលុយអស់ទៅដើម្បីយើងអាចយកទៅទូទាត់សងម្ចាស់បំណុលយើងបានហើយបន្ទាប់ពីយើងទូទាត់សងនៅបំណុលអស់ហើយយើងធ្វើរបាយការណ៍ជំរាបបញ្ជីហ្នឹងផ្ញើជូនទៅអាជ្ញាធរពាក់ព័ន្ធហើយចុងក្រោយគឺផ្ញើទៅក្រសួងពាណិជ្ជកម្មដើម្បីឲ្យគេលុបឈ្មោះក្រុមហ៊ុនយើងចេញពីប្រព័ន្ធបាទនឹងគឺជាការបិទបញ្ជីដោយត្រឹមត្រូវបានន័យថាយើងជំរាបបញ្ជីដោយត្រឹមត្រូវអញ្ចឹងមិនមែនយើងបិទសាប៊ូរត់នោះទេការជំរាបបញ្ជីដោយត្រឹមត្រូវធ្វើឲ្យបងប្អូនជៀសផុតពីការពិន័យនិងទោសទណ្ឌផ្សេងៗបាទសូមអរគុណ